នៅក្នុងវីដេអូនេះយើងនឹងមកនិយាយអំពីករណីឃាតកម្មពីរដែលបានកើតនៅប្រទេសជប៉ុនហើយជនរងគ្រោះទាំងពីរនាក់ក៏មានឈ្មោះដូចគ្នាផងដែរដែលជនរងគ្រោះទី1គឺបានធ្វើឃាតតាំងពីឆ្នាំ2000មកម្លេះហើយជនរងគ្រោះម្នាក់ទៀតហ្នឹងគាត់ត្រូវបានគេធ្វើឃាតនៅឆ្នាំ2022រឿងទាំងពីរហ្នឹងគឺបានកើតឡើងនៅក្នុងប្រទេសជប៉ុនហើយបងប្អូននឹងស្រាប់ហើយថាប្រទេសជប៉ុនជាប្រទេសមួយដែលល្បីថាប្រជាជនមានភាពស្លូតត្រង់និងគោរពគ្នាទៅវិញទៅមកក៏ដោយក៏នៅតែមានបញ្ហាករណីធ្វើឃាតលួចសម្លាប់ដូចគ្នាដែរចំពោះករណីឃាតកម្មទី1បានកើតឡើងក្នុងឆ្នាំ2000ប៉ុន្តែគេមិនអាចកំណត់មុខឃាតករបានទេដោយសារតែនៅចំនួនហ្នឹងបច្ចេកវិទ្យាកាមេរ៉ាមួយចំនួនគេអត់បានដាក់មិនមែនអត់បានដាក់ទេគឺដោយសារតែក្នុងសម័យហ្នឹងมันទាន់មានរបស់ទំនើបដូចជាកាមេរ៉ាដោយបច្ចេកវិទ្យាតាមស៊ើបរកមុខឃាតករអញ្ចឹងជាហេតុធ្វើឲ្យរឿងរ៉ាវកើតឡើងក្នុងជំនាន់ហ្នឹងគឺគេរកមកអត់ឃើញទេហើយចំណាយករណីឃាតកម្មមួយទៀតគឺកើតឡើងនៅក្នុងឆ្នាំ2022ប៉ូលីសអាចរកឃាតករឃើញដែលបានសម្លាប់ជនរងគ្រោះចឹងកុំឲ្យខាត់ពេលយូរមុននឹងចូលទៅដល់សាច់រឿងឃាតកម្មទាំងពីរហ្នឹងសូមបងប្អូនកុំភ្លេចចុច like និង Subscribe ដើម្បីជាកម្លាំងចិត្តដល់ admin ធ្វើវីដេអូក្រោយៗទៀតណាអញ្ចឹងយើងចូលមកដល់ករណីឃាតកម្មឆ្នាំ2000រឿងឃាតកម្មនេះគឺចាប់ផ្ដើមពីមន្ត្រីជំរឿនដែលគាត់បានប្រទះឃើញនៅក្នុងហេតុការណ៍មួយនេះនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ2000គឺជាឆ្នាំដែលប្រទេសជប៉ុនគឺធ្វើជំរឿនរៀងរាល់ឆ្នាំនៅក្នុងរដូវហ្នឹងដើម្បីរាប់ចំនួនប្រជាជនរបស់ពួកគេហើយក្នុងពេលនោះបុគ្គលិកជំរឿនពួកគេបានធ្វើការងាររបស់ពួកគេទៅតាមទីកន្លែងរៀងៗខ្លួនហើយដើម្បីធ្វើការស្ទង់មតិរបស់ប្រជាជននៅក្នុងប្រទេសជប៉ុនហ្នឹងហើយនៅក្នុងពេលនោះមានអ្នកជំរឿនម្នាក់ត្រូវបានគេចាត់តាំងឲ្យទៅធ្វើការនៅខាងខណ្ឌតូក្យូនៃទីក្រុងតូក្យូនៃប្រទេសជប៉ុនហើយនៅទីនោះដូចបងប្អូនដឹងស្រាប់ហើយថាគឺជាទីក្រុងទំនើបជាងគេនៅក្នុងប្រទេសជប៉ុនហ្នឹងឯងនៅពេលដែលបុគ្គលិកជំរឿនគាត់បានទៅដល់អគារទាំងនោះហើយពួកគេបានធ្វើជំរឿនពីផ្ទះមួយទៅផ្ទះមួយចំនួនតែ3ថ្ងៃទេគឺថ្ងៃទី26ដល់ថ្ងៃទី28បន្ទាប់ពីបានសាកសួរគ្រប់បន្ទប់អស់ហើយគឺនៅមានតែបន្ទប់មួយទេដែលសួរនោះអត់ទាន់បានដោយសារអីគឺអត់មានមនុស្សអញ្ចឹងពេលអ្នកជំរឿនទៅដល់បន្ទប់ហ្នឹងគាត់បានគោះទ្វារប៉ុន្តែអត់មានការឆ្លើយតបអញ្ចឹងគាត់គិតថាប្រហែលជាម្ចាស់បន្ទប់ហ្នឹងគាត់ទៅធ្វើការហើយប៉ុន្តែនៅថ្ងៃទី29គាត់ក៏បានត្រឡប់មកបន្ទប់ហ្នឹងម្ដងទៀតតែមកដល់កន្លែងហ្នឹងគាត់បានកត់សម្គាល់ថាមានក្លិនអីមួយយ៉ាងដែលមិនដូចជាក្លិនរបស់ស្អុយដែលដូចជាស្អុយដូចរបៀបមនុស្សស្អុយសាកសពអីអញ្ចឹងណាហើយក្លិនហ្នឹងទៀតសោតក៏វាចេញពីតាមអារុនទ្វារខាងក្រោមដូចយើងស្រាប់ហើយនៅខាងទ្វារមិនមែនបិទជិតទាំងអស់ទេអញ្ចឹងពេលមានខ្យល់បក់ឬក៏មានខ្យល់កង្ហាលបក់ពីខាងក្នុងវានឹងចេញក្លិនតាមខាងក្រោមហ្នឹងហើយអញ្ចឹងដោយសារតែមានការសង្ស័យខាងមន្ត្រីជំរឿនហ្នឹងក៏បានទៅប្រាប់អ្នកគ្រប់គ្រងអគារហើយនៅវេលាម៉ោង1អ្នកខាងគ្រប់គ្រងអគារក៏គាត់បានដើរចូលទៅខាងអាផាតមិនហ្នឹងដើម្បីតាមដានរកក្លិនស្អុយហ្នឹងតើក្លិនស្អុយហ្នឹងវាចេញពីកន្លែងណាតែពេលទៅដល់បន្ទប់យ៉ូកូពួកគេហ្នឹងគឺបានឃើញបន្ទប់បិទធម្មតាប៉ុន្តែកូនសោបែរជានៅខាងក្រៅទ្វារទៅវិញពួកគេបានគោះទ្វារដើម្បីហៅម្ចាស់បន្ទប់402ហ្នឹងប៉ុន្តែគ្មានអ្នកឆ្លើយទេពួកគេទាំងអស់ហ្នឹងក៏បានសម្រេចចិត្តចូលទៅក្នុងបន្ទប់នោះប៉ុន្តែអ្វីដែលពួកគេបានឃើញគឺបានឃើញត្រឹមតែសាកសពរបស់នាងយ៉ូកូហ្នឹងគឺបានស្លាប់ទៅហើយគឺគាត់បានដេកនៅក្នុងបន្ទប់គេងរបស់គាត់ហ្នឹងហើយមកដល់ចំណុចនេះadmin សូមសង្ខេបរឿងខ្លះៗពីជីវិតរបស់យ៉ូកូហ្នឹងដោយសារតែខ្សែជីវិតរបស់នាងទើបធ្វើឲ្យប៉ូលីសពិបាកក្នុងកំណត់
អត្តសញ្ញាណជនបង្កដែលស្លាប់រូបនាងនឹងយោកូមានអាយុ28ឆ្នាំ ហើយគាត់គឺជាអ្នកគូររូបតុក្កតានិងជាអ្នកនិពន្ធដ៏ល្បីមួយរូបដែលមានយុវវ័យជាច្រើនបានស្គាល់រូបនាងតាមរយៈការគូររូបតុក្កតានេះឯងហើយគាត់រស់នៅតែម្នាក់ឯងទេពុំមានគ្រួសារអីទេគាត់រស់នៅក្នុងអាគារហ្នឹងគឺតាំងពីឆ្នាំ1995មកម្លេះហើយរូបតុក្កតាដែលគាត់គូរហ្នឹងគឺជាប្រភេទតុក្កតាដែលមានការគ្រប់គ្រងយ៉ាងខ្លាំងហើយគំនូរតុក្កតាដែលអមជាដោយសាច់រឿងហ្នឹងគឺប្រជាជនជប៉ុនគេតែងតែហៅថា ឌូជីងស៊ីកន្លែងនេះបើសិនជា admin អាន pronunciation ឬក៏អានខុសអញ្ចឹងសូមអភ័យទោសផងដែរដោយសារយើងអានតាមស៊ីងអង់គ្លេសអញ្ចឹងវាអាចខុសតង់ជប៉ុនខ្លះអញ្ចឹងយើងចូលមកដល់សាច់រឿងវិញតាំងពីកុមារភាពមកនាងយ៉ូកូនឹងគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការគូររូបតុក្កតាប្រភេទហ្នឹងបន្ទាប់ពីជីវប្រវត្តិខ្លះៗរបស់នាងយើងនឹងចូលមកដល់សាច់រឿងបន្តទៀតនៅពេលដែលអ្នកយាមអគារបានឃើញសាកសពរបស់នាងពួកគាត់បានតាក់ទងទៅប៉ូលីសដើម្បីមកស៊ើបអង្កេតករណីឃាតកម្មទៅលើរូបនាងពេលដែលប៉ូលីសទៅដល់ពួកគេបានសង្កេតឃើញថាសាកសពដែលស្អុយរលួយរបស់នាងគឺមានសភាពដេកផ្ងាហើយមានក្របភួយនៅត្រឹមកដូចជាអ្នកដេកដូចយើងដេកធម្មតាអញ្ចឹងណាដូចដេកត្រឡប់ភួយហើយនាងយ៉ូកូហ្នឹងគឺពាក់អាវយឺតប៉ុន្តែអត់មានស្លៀកខោទេគឺពាក់តែអាវខាងលើខាងក្រោមគឺទទេស្អាតបន្ទាប់ពីការអង្កេតរបស់ប៉ូលីសនិងអ្នកជំនាញពីពណ៌សម្បុរនិងខ្លួនហើមស្អុយរបស់នាងហ្នឹងណាពួកគេសន្មត់ថាសាកសពនេះយ៉ាងហោចណាស់គឺស្លាប់ប្រហែលជា10ថ្ងៃហើយពួកគេបានឃើញស្លាកស្នាមនៅត្រង់ជុំវិញករបស់នាងគឺកន្លែងហ្នឹងដែលជាចំណុចសង្ស័យដែលធ្វើឲ្យនាងស្លាប់គឺអាចមាននរណាម្នាក់រឹតកករបស់នាងរហូតដល់យ៉ូកូហ្នឹងដាច់ខ្យល់ស្លាប់បន្ទាប់ពីសង្កេតទៅលើសាកសពរួចហើយប៉ូលីសបានសង្កេតទៅសភាពជុំវិញបន្ទប់របស់នាងគឺអត់មានធ្លាក់របស់របរកបោបលុយអីក៏នៅធម្មតាសភៅធនាគារអីក៏នៅធម្មតាកាតនឹងលុយមួយចំនួនក៏នៅធម្មតាលុយដែលគេឃើញហ្នឹងគឺមានប្រហែលជា3លានយ៉េនតែបើគេគិតជាប្រាក់ដុល្លារវិញប្រហែលជា $28,000 ប៉ុន្តែលុយហ្នឹងគឺនៅលើតុធម្មតាអត់មានលក្ខណៈដូចចោលទៅលួចប្លន់ហើយលួចយកលុយចេញហើយបតាយបតប់គ្នាអីអញ្ចឹងណាទោះបីជាសាកសពរបស់នាងយ៉ូកូហ្នឹងស្ថិតនៅសភាពអាកាសកាយក៏ដោយប៉ុន្តែប៉ូលីសអត់អាចរកឃើញថាសាកសពហ្នឹងត្រូវបានគេម្លប់ទេពួកគេក៏មិនអាចរក DNA របស់មនុស្សដែលពាក់ព័ន្ធនឹងករណីឃាតកម្មរបស់នាងទេដោយហេតុផលថាសាកសពនាងស្លាប់មានរយៈពេលយូរហើយបូករួមនឹងសម័យបច្ចេកវិទ្យាជំនាន់ហ្នឹងគឺអត់ទាន់ជឿនលឿនខ្លាំងអញ្ចឹងក្នុងពេលធ្វើឃាតគេសង្កេតឃើញថានាងយ៉ូកូគ្មានការតស៊ូរើបំរាស់នៅកំឡុងពេលដែលឃាតករកំពុងព្យាយាមសម្លាប់រឹតកនាងនោះអ្វីដែលអ្នកស៊ើបអង្កេតមានការងឿងឆ្ងល់គឺកូនសោមួយដែលយ៉ូកូតែងតែទុកនៅក្នុង apartment តែត្រូវបានគេប្រទះឃើញជាប់ទៅនឹងទ្វារខាងក្រៅទៅវិញដោយសារក្នុងឆ្នាំ2000ហ្នឹងគឺស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាអត់ជឿនលឿនដូច្នេះនៅតាមតំបន់នោះគឺអត់មានកាមេរ៉ាសុវត្ថិភាពនៅជុំវិញអគារហ្នឹងទេទ្វារអាចបើកចេញចូលបានធម្មតាអញ្ចឹងដូចកន្លែងហ្នឹងឧទាហរណ៍ចេះដូចយ៉ូកូមានអ្នកស្និទ្ធស្នាលជាមួយអ្នកផ្សេងអញ្ចឹងអ្នកផ្សេងហ្នឹងក៏អាចមានសោចេញចូលបន្ទប់គាត់ក៏ដោយប៉ុន្តែបើសិនជាកន្លែងហ្នឹងមានកាមេរ៉ាគេអាចឃើញថាគេអាចចូលឬក៏ចេញអញ្ចឹងណាពេលទ្វារអាចបើកចេញចូលធម្មតាដោយគ្មានស្នាមគាស់ចូលគេឃើញត្រង់ចំណុចហ្នឹងហើយវាបានចង្អុលបង្ហាញថា
ករណីឃាតកម្មទៅលើរូបនាងគឺដោយមនុស្សជិតស្និទ្ធនឹងនាងឬក៏ឃាតករនឹងអាចចេញចូលបន្ទប់បានដោយសេរីបន្ទាប់ពីការស៊ើបអង្កេតរួចពួកគេបានចោទជាសំណួរជាក់ស្ដែងថាតើអ្នកណាខ្លះបានស្គាល់យោកូតើនាងធ្វើការជាមួយណាគេតើនាងមានទលោះជាមួយអ្នកណានៅក្នុងជីវិតផ្ទាល់របស់នាងដោយសាររូបនាងគឺជាមនុស្សល្បីម្នាក់ខាងគូរូតុក្កតានិងជាអ្នកនិពន្ធផងនោះគេឈ្មោះរបស់នាងមានភាពល្បីរន្ទឺនៅក្នុងវិស័យមួយនេះនាងត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងយុគសម័យមុន Digital នាងបានលក់សៀវភៅរបស់នាងនៅក្នុងព្រឹត្តិការណ៍ Comiket ដែលជាព្រឹត្តិការណ៍ការតាំងលក់ពិព័រណ៍និងលក់សៀវភៅតុក្កតាដ៏ធំបំផុតនៅលើពិភពលោកដែលប្រារព្ធឡើងរៀងរាល់2ដងក្នុងមួយឆ្នាំដោយសារតែទឹកដៃដ៏ប៉ិនប្រសប់អមជាមួយទាំងសាច់រឿងដ៏ល្អផងនោះបានធ្វើឲ្យនាងមានភាពល្បីល្បាញនិងមានគ្រប់គ្នាស្រឡាញ់និងចូលចិត្តនាងដូច្នេះកន្លែងហ្នឹងយោកូនឹងតែងតែបោះពុម្ពអាស័យដ្ឋានផ្ទះពិតរបស់នាងនៅលើគម្របសៀវភៅប៉ុន្តែក្នុងនោះដែរតើមានមនុស្សប៉ុន្មានអ្នកដែលស្រឡាញ់នាងហើយមនុស្សប៉ុន្មានអ្នកទៀតដែលអត់ចូលចិត្តនាងឬស្អប់នាងក្នុងនោះគឺគ្មានអ្នកណាដឹងទេដូច្នេះហើយវាគឺជាឱកាសតែមួយគត់ដែលអ្នកគ្រប់គ្រងណាម្នាក់ដែលមានគំនិតអាក្រក់មកលើរូបនាងអាចមកលេងនាងនិងធ្វើឃាតលើរូបនាងតែម្ដងយោកូត្រូវបានគេស្គាល់ថាជាមនុស្សមានចរិត Slow Boat ប្រហែលជានាងបានអញ្ជើញឃាតករឲ្យចូលរួមក្នុងផ្ទះនៅពេលដែលគេមកលេងដោយគិតថាជាអ្នកគ្រប់គ្រងរបស់នាងគឺនឹងអាចជាអញ្ចឹងហើយមួយទៀតនៅក្នុងបន្ទប់ហ្នឹងគេឃើញមានរបស់ថ្លៃជាច្រើនដែលនាងមិនបានប្រើប្រាស់វាអាចជារបស់ដែលអ្នកគ្រប់គ្រងរបស់នាងជូនទៅនាងរួមជាមួយលុយជាច្រើនដែរសំណួរមួយទៀតសួរថាតើអ្នកគ្រប់គ្រងណាម្នាក់ក្នុងចំណោមពួកគេទាំងអស់ដែលធ្វើរឿងដ៏ឃោរឃៅបែបនេះមកលើរូបនាងអ្នកស៊ើបអង្កេតបានសម្ភាសមិត្តរួមការងាររបស់យោកូប៉ុន្តែគ្មានដំណឹងអ្វីទាល់តែសោះវាបានធ្វើឲ្យការស៊ើបអង្កេតករណីឃាតកម្មទៅលើរូបនាងកាន់តែមានភាពស្ងប់ស្ងាត់ទៅរហូតដល់4ឆ្នាំក្រោយមកករណីឃាតកម្មរបស់យោកូត្រូវបានយកផ្សាយឡើងវិញនៅក្នុងកម្មវិធី Teribi no Shikara គឺជាឈ្មោះកម្មវិធីរបស់ទូរទស្សន៍ហ្នឹងហើយគឺត្រូវបានផ្សាយនៅក្នុងទូរទស្សន៍អាសាហិដែលជាកម្មវិធីដ៏ល្បីល្បាញមួយក្នុងសម័យនោះក្នុងកម្មវិធីនេះផងដែរពួកគេបានជួយស៊ើបអង្កេតករណីឃាតកម្មចាស់ដែលប៉ូលីសមិនអាចបំបែកបានមានន័យថាករណីឃាតកម្មយូរឆ្នាំយូរខែហើយក៏ទូរទស្សន៍នឹងលើកមកផ្សាយឡើងវិញដែរករណីឃាតកម្មហ្នឹងអត់ទាន់រកមុខឃាតករឃើញហើយកម្មវិធីនេះបានធ្វើឲ្យករណីឃាតកម្មទៅលើនាងយោកូនឹងទុះការចាប់អារម្មណ៍ឡើងវិញកម្មវិធីនេះបានប្រើប្រាស់គ្រូទាយឬអ្នកមានវិញ្ញាណពិសេសនិងអ្នកជំនាញស៊ើបអង្កេតផងដែរដើម្បីព្យាយាមរកតម្រុយថ្មីក្នុងករណីឃាតកម្មដែលប៉ូលីសរកមិនឃើញក្នុងករណីឃាតកម្មរបស់យោកូពួកគេបានចុះទៅដល់ទីតាំងហ្នឹងហ្មងថាកន្លែងដែលកើតហេតុនៅបន្ទប់402ដែលយោកូបានស្នាក់នៅខាងគ្រូតងបលឹងហ្នឹងគឺគេព្យាយាមតាក់តងទៅបលឹងរបស់នាងឬក៏ហៅថាគ្រូតងវិញ្ញាណដើម្បីសួររកមុខឃាតករហើយក្នុងកំឡុងពេលនោះក៏មានបរិសុទ្ធជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Chris Robinson ដែលត្រូវបានគេអញ្ជើញដើម្បីជួយដោះស្រាយករណីឃាតកម្មរបស់នាងយោកូដែរ Chris Robinson ហ្នឹងគឺជាមនុស្សម្នាក់ពូកែខាងសម័យពីឈុតឆាកអ ுக ្រិតកម្មនិយាយចំឲ្យតែឈុតឆាកតាក់តងនឹងឃាតកម្មអ ுக ្រិតកម្មអីគាត់អាចមើលទៅក្នុង
កន្លែងទីតាំងហ្នឹងហើយសម័យរូបដូចយើងធ្លាប់មើលរឿងកូរ៉េដែលពួកអ្នកដែលមានញាណពិសេសអីអញ្ចឹងណាអាចមើលទីតាំងឃើញចលអាចសម័យឃើញថាឃាតកម្មនេះអាចកើតបានបែបនេះរឿងរ៉ាវកើតឡើងបែបអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងក្នុងពេលនោះដែរគាត់បានអះអាងថាគាត់បានឃើញឃាតករចាក់ចេញពីអគារសម្ដៅទៅកាន់ស្ថានីយរថភ្លើង JR Kamido ហើយឡើងរថភ្លើងពណ៌ខៀវវាគ្រាន់តែជាការស្រមើស្រមៃរបស់គាត់ប៉ុណ្ណោះលោកគ្រីពិតជាមានចក្ខុវិស័យច្បាស់លាស់ណាស់គាត់ថែមទាំងបានបង្កើតគំនូរព្រាងរបស់ជនសង្ស័យដែលធ្វើឃាតយ៉ូកូថែមទៀតផងគាត់បាននិយាយថាជនសង្ស័យហ្នឹងមានអាយុចន្លោះពី25ទៅ35ឆ្នាំហើយកម្ពស់វិញប្រហែល1.65 ម៉ែត្រមានរាងកាយមធ្យមជាជនជាតិអាស៊ីខាងត្បូងក្នុងអំឡុងពេលដែលកម្មវិធីនោះបានចាក់ផ្សាយនិងស៊ើបអង្កេតឡើងវិញគេត្រូវបានដាក់ការសង្ស័យទៅមនុស្សជាច្រើនថាជាជនល្មើសក្នុងពេលនោះដែរមានបុរសម្នាក់បានអះអាងថាជាអ្នកគ្រប់គ្រងរបស់យ៉ូកូរូបគាត់មានសម្បត្តិដែលបន្សល់ដោយយ៉ូកូមុនពេលដែលនាងត្រូវបានគេសម្លាប់គេបានផ្ទៀងផ្ទាត់សម្បត្តិនោះទៅអក្សររបស់យ៉ូកូដែលនាងធ្លាប់បានសរសេរកាលនៅរស់វាពិតជាដូចនឹងអក្សររបស់នាងពិតមែនក្រោយមកគេក៏បានទម្លាយខ្លឹមសារសម្បត្តិនោះក្នុងសម្បត្តិនោះនាងបានសរសេរថាខ្ញុំនឹងអាចត្រូវគេសម្លាប់ឆាប់នេះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងត្រូវគេតាមលួចមើលបុរសម្នាក់នោះគឺជាអ្នកគាំទ្រខ្ញុំហើយក៏ជាអ្នកដែលរស់នៅក្នុងសង្កាត់ជាមួយខ្ញុំដែរនៅក្នុងសម្បត្តិរបស់នាងបានសរសេរបន្តទៀតថាបុរសម្នាក់នោះបានសរសេរសម្បត្តិប្លែកមកនាងខ្ញុំជារៀងរាល់ថ្ងៃហើយបុរសនោះមិនមែនជាជនជាតិជប៉ុននោះទេហើយទង្វើរបស់ជនម្នាក់នេះធ្វើឲ្យខ្ញុំមានការផិតភ័យយ៉ាងខ្លាំងក្នុងពេលនោះគេក៏បានអញ្ជើញបុរសដែលអះអាងថាជាអ្នកគ្រប់គ្រងរបស់យ៉ូកូមកសាកសួរអ្វីដែលហួសចិត្តនោះគឺគាត់គ្រាន់តែខ្លាចបន្លំនោះទេដោយសារគាត់ច្រណែនទៅនឹងយ៉ូកូដែលនាងទទួលបានភាពជោគជ័យនៅក្នុងអាជីពជាអ្នកគូររូបតុក្កតាដូចគ្នាទោះបីជាកម្មវិធីទូរទស្សន៍ព្យាយាមបង្ហាញតម្រុយថ្មីនិងការសង្ស័យទៅលើអ្នកគាំទ្รงប់ងល់ឬមនុស្សជិតស្និទ្ធក៏ដោយវានៅតែអត់អាចទៅដល់ការចាប់ខ្លួនជនសង្ស័យពិតប្រាកដណាម្នាក់ឡើយរហូតដល់សពថ្ងៃករណីឃាតកម្មរបស់យ៉ូកូចាត់ទុកជាសំណុំរឿងត្រជាក់ហើយក្នុងរយៈពេល26ឆ្នាំមកនេះវានៅតែជាអត្តកម្បាំងដែលគ្មាននរណាម្នាក់អាចវេចមុខឃាតករសម្រាប់នាងបាននោះទេកន្លែងនេះសូមបើកវងកញ្ចក់បន្តិចបើសិនជាបងប្អូនវិញបងប្អូនគិតថានរណាគេអ្នកស្លាប់នាងយ៉ូកូចាំជួយខមមិននៅក្នុងខាងក្រោមវីដេអូផងឥឡូវយើងចប់ករណីឃាតកម្មនាងយ៉ូកូយ៉ូស៊ីដាឆ្នាំ2000ហើយឥឡូវយើងចូលករណីឃាតកម្មមួយទៀតនៅក្នុងឆ្នាំ2022ថ្មីនេះឯងសរុបមកថាប្រហែលជា4ឆ្នាំមុនករណីឃាតកម្មរបស់អ្នកស្រីយ៉ូកូយ៉ូស៊ីដាដែលបានកើតឡើងនៅថ្ងៃទី16ខែមករាឆ្នាំ2022រឿងហេតុកើតឡើងនៅសង្កាត់អូតានៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនហើយរឿងមួយនេះបានកើតឡើងនៅពេលដែលប្តីរបស់អ្នកស្រីបានតាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់នៅពេលព្រឹកដោយប្តីរបស់គាត់នឹងបានប្រាប់ថាលោកព្យាយាមដាស់ប្រពន្ធដែរប៉ុន្តែប្រពន្ធគាត់អត់ដឹងខ្លួនស្លាប់បាត់ស្មារតីទោះបីជាគាត់ខំព្យាយាមហៅដាស់ជាច្រើនដងនៅតែអត់បានផល
ចឹងគាត់ក៏សម្រេចចិត្តទៅផ្នែកសង្គ្រោះបន្ទាន់ដើម្បីតាក់ទងឲ្យក្រុមសង្គ្រោះបន្ទាន់មកពិនិត្យថាប្រពន្ធគាត់ហ្នឹងស្លាប់ឬក៏រស់បន្ទាប់ពីខាងក្រុមសង្គ្រោះបន្ទាន់មកដល់ក្រុមសង្គ្រោះបន្ទាន់ហ្នឹងក៏បានពិនិត្យឃើញថាប្រពន្ធរបស់គាត់បានស្លាប់ហើយចឹងខាងក្រុមការងារសង្គ្រោះបន្ទាន់ក៏តាក់ទងទៅប៉ូលីសដើម្បីឲ្យមកធ្វើកសោបវិច័យដើម្បីរកមូលហេតុឲ្យបានច្បាស់ថាការស្លាប់របស់អ្នកស្រីហ្នឹងដោយសារអីមកដល់ចំណុចនេះ admin សូមប្រាប់ពីប្រវត្តិខ្លះៗរបស់ប្តីអ្នកស្រីយ៉ូកូព្រោះអីតែការងាររបស់ប្តីគាត់ហ្នឹងក៏មានតាក់ទងជាមួយឃាតកម្មមួយនេះដែរប្តីរបស់អ្នកស្រីយ៉ូកូគឺមានឈ្មោះថាកៃស៊ូគីយ៉ូស៊ីដាប្តីរបស់គាត់ហ្នឹងអាយុ40ឆ្នាំហើយគឺជា pharmacy ដែលយើងហៅថាផ្នែកឱសថការីធ្វើការនៅផ្នែកស្រាវជ្រាវនិងអភិវឌ្ឍនៃក្រុមហ៊ុន Daiichi Sankyo ដែលជាក្រុមហ៊ុនឱសថឈានមុខគេរបស់ប្រទេសជប៉ុននៅក្នុងក្រុមហ៊ុនប្តីរបស់លោកស្រីហ្នឹងមានតួនាទីកាន់កាប់និងចាត់ចែងឱសថផ្សេងៗក្នុងកំឡុងពេលបំពេញការងារអញ្ចឹងបន្ទាប់ពីប្រវត្តិរបស់ប្តីអ្នកស្រីយើងនឹងបន្តដល់សាច់រឿងឃាតកម្មមួយនឹងទៀតក្នុងកំឡុងពេលស៊ើបអង្កេតប៉ូលីសបានដាក់ការសង្ស័យទៅលើប្តីរបស់អ្នកស្រីថារូបលោកបានដាក់សារធាតុមេតាណុលដែលអាចធ្វើឲ្យមនុស្សពុលប្រសិនបើប្រើវាលើសកម្រិតនៅចន្លោះថ្ងៃទី14ដល់ថ្ងៃទី16ក្នុងអំឡុងពេល3ថ្ងៃហ្នឹងអ្នកស្រីយ៉ូកូហ្នឹងបានស្នាក់នៅផ្ទះដោយអត់មានចេញទៅក្រៅទាំងអស់ហើយបើយើងមើលទៅតាមរយៈកាមេរ៉ាដែលប៉ូលីសបានបញ្ជាក់គឺគ្មានភស្តុតាងណាដែលបង្ហាញថាមានអ្នកដទៃចូលទៅក្នុងផ្ទះរបស់ពួកគាត់ដើម្បីធ្វើឃាតអ្នកស្រីនោះទេមកដល់ចំណុចនេះ admin និយាយពីសារធាតុមេតាណុលបន្តិចសារធាតុហ្នឹងគឺជាសារធាតុគីមីដែលមានក្លិនដូចអាល់កុលដែលជាទូទៅគេប្រើវាជាសារធាតុរំលាយនិងជាសារធាតុប្រឆាំងការកកនៅក្នុងបំពង់បង្ហូរប្រេងឬក៏គេប្រើនៅក្នុងទឹកលាងកញ្ចក់រថយន្តជាដើមប្រសិនបើមនុស្សបានផឹកទឹកនេះក្នុងកម្រិតដែលខ្ពស់វានឹងធ្វើឲ្យយើងមានអាការៈក្អួតចង្អោរឈឺក្បាលងងឹតភ្នែកនិងឈានដល់ការស្លាប់ក្នុងពេលស៊ើបអង្កេតប៉ូលីសបានរកឃើញភស្តុតាងជាច្រើនក្នុងទូរស័ព្ទដៃនិងកុំព្យូទ័ររបស់ប្តីគាត់ក្នុងទូរស័ព្ទនោះគេបានឃើញថាលោកកៃស៊ូគីបានធ្វើការស្វែងរកព័ត៌មានទាក់ទងនឹងអាការៈពុលមេតាណុលនិងកម្រិតដែលធ្វើឲ្យមនុស្សស្លាប់រួមជាមួយវិធីសម្លាប់មនុស្សដោយមិនឲ្យគេដឹងក្រោយពេលភរិយារបស់គាត់បានស្លាប់លោកបានលាងសម្អាតកែវស្រាដែលបានលាយជាមួយមេតាណុលដែលប្រពន្ធរបស់លោកបានផឹកកុំឲ្យប៉ូលីសរកឃើញព្រមជាមួយនឹងការសម្ដែងទៅផ្នែកសង្គ្រោះបន្ទាន់ធ្វើជាភ័យស្លន់ស្លោតក់ស្លុតពេលឃើញពន្ធខ្លួនឯងស្លាប់អញ្ចឹងណាលទ្ធផលនៃការធ្វើកោសល្យវិច័យគ្រូពេទ្យបានរកឃើញសារធាតុមេតាណុលក្នុងកម្រិតខ្ពស់បំផុតនៅក្នុងឈាមនិងសរីរាង្គរបស់ប្រពន្ធរបស់គាត់នឹងបើនិយាយពីករណីឃាតកម្មទៅលើលោកស្រីគឺច្បាស់ណាស់ភស្តុតាងជាច្រើនបានចង្អុលទៅលើប្តីរបស់លោកស្រីរូបលោកក៏បានសារភាពនៅក្នុងឆ្នាំ2021ក្នុងខែតុលាលោកមានបំណងចង់លែងលះជាមួយពន្ធរបស់លោកយូរហើយប៉ុន្តែរឿងនឹងដោះស្រាយអត់ចេញសោះបើដោះស្រាយតាមផ្លូវច្បាប់គឺពិបាកដោះស្រាយហើយហេតុផលហ្នឹងគឺដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នារូបលោកក៏សម្រេចចិត្តរៀបចំផែនការបំពល់ប្រពន្ធខ្លួនឯងដោយសារធាតុមេតាណុលដែលយកពីកន្លែងដែលគាត់ធ្វើការដើម្បីបញ្ចប់បញ្ហានេះនៅក្នុងខែវិច្ឆិកាឆ្នាំ2024តុលាការបានចោទប្រកាន់ទៅលើលោកកៃស៊ូគីដែលបានយឺតយ៉ាវក្នុងការជួយសង្គ្រោះប្រពន្ធហើយក៏ដឹងច្បាស់ដែលថាប្រពន្ធរបស់លោក
កំពុងធ្វើទុកខ្លាំងដោយការពុលសារធាតុមេតាណុលហើយលោកមកអង្គុយមើលភរិយារបស់លោកធ្វើទុកវេទនាអស់ជាច្រើនម៉ោងដោយសារសធាតុមួយនេះឯងរហូតដល់ពន្ធរបស់គាត់ដាច់ខ្យល់ស្លាប់ចុងចំនៃឃាតកម្មមួយនេះតុលាការបានសម្រេចដាក់ទោសប្តីរបស់គាត់ជាប់ពន្ធនាគារអស់រយៈពេល16ឆ្នាំពីបទធ្វើឃាតដោយមានគម្រោងទុកជាមុនអញ្ចឹងរឿងរបស់យើងគឺចប់ទាំងពីររឿងហើយបងប្អូនយល់យ៉ាងណាក៏ចំពោះករណីឃាតកម្មទាំងពីរនេះហើយមួយទៀតកុំភ្លេចខមមិននិយាយអំពីករណីឃាតកម្មទី1ដែលគេរមុខឃាតករអត់ទាន់ឃើញជួយតម្លាក់ចូលក្នុងខមមិនផងតើបងប្អូនយល់យ៉ាងណាដែរសូមអរគុណជួបគ្នានៅវីដេអូក្រោយ